នៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតមួយចឹងបានពេលដែលយើងត្រឡប់ទៅផ្ទះចូលឆ្នាំយើងទៅសបាយនៅភូមិឃុំយើងមួយម្ដាយដើមឥឡូវមកកន្លែងធ្វើការមកពីគ្រប់ខេត្តក្រុងមកជុំគ្នានៅភ្នំពេញសបាយរួមគ្នាថ្ងៃដងទៅហើយថ្ងៃសម្រាប់ផងបាទសបាយមកព្រឹករមឲ្យអស់ដៃបាទឆ្នាំនេះមិនដឹងអីកាលមុនគេងីកែងជើងនិយាយថារមមកអស់កែងជើងឥឡូវឆ្នាំថ្មីមិនដឹងបត់អីទេខ្ញុំអត់ចាំតែឲ្យជាការអបអរសាទរលើកទឹកចិត្តដែលរាជរដ្ឋាភិបាលផ្ដល់ឱកាសហើយផ្ដល់សិទ្ធិសេរីភាពហើយអនុវត្តច្បាប់យើងអនុវត្តសិទ្ធិរបស់យើងដោយការទទួលខុសត្រូវដើម្បីមានភពសុខសាន្តដើម្បីឲ្យការវិនិយោគនៅស្រុកខ្មែរកាន់តែទាក់ទាញវិនិយោគគេមិនមកទេបើសិនជាប្រទេសខ្មែរថ្ងៃណាក៏បើកទៅឃើញតែបាតកម្មពេញប្រទេសគេមិនមកទេតែបើកទៅឃើញសុខដុមនីកម្មក្រុមហ៊ុនណាមហោស៊ីក៏ទៅតាក់ទៅជុំមានបញ្ហាដោះស្រាយបានលឿនដោះស្រាយដោយប្រសិទ្ធភាពគេស្រួលជាជាងគេទៅប្រទេសផ្សេងប្រទេសខ្លះវិវត្តអបបមាទៀបជាងយើងណាប្រទេសខ្លះចង់មួយជាពីរដែរនាំចេញផលិតផលកៅអៅដូចគ្នាគេផលិតថោកជាងយើងតែគេមកដាក់នៅកម្ពុជាដោយសារយើងមានលក្ខខណ្ឌច្រើនហើយកត្តាមួយនោះគឺសុខដុមនីយកម្មនៃកម្លាំងពលកម្មរបស់យើងមិនដុតមិនអីបងប្អូនយើងទៅមានតែអីយើងដោះស្រាយដោយសន្តិវិធីនេះគឺជាការចូលរួមចំណែកក្នុងថែរក្សាបរិស្ថានតាក់ទាញរបស់យើងដែលងាយស្រួលដល់រដ្ឋាភិបាលទៅតាក់មួយមកបន្ថែមទៀតព្រោះរដ្ឋាភិបាលតាក់មួយមិនក៏ដោយមុនគេមកគេសួរគ្នាគេបើករោងចក្រនៅស្រុកខ្មែរមិនដែររដ្ឋជួយយ៉ាងម៉េចពិបាកយ៉ាងណាចុះកម្មករសហជីពអីយ៉ាងម៉េចចុះទៅខេត្តមួយរកស៊ីនៅខេត្តនេះយ៉ាងម៉េចច្បាយខេត្តជួយអត់មន្ត្រីមន្ទីរពន្ធដារជួយអត់មន្ទីរការងារជួយអត់មានរឿងហើយបើសិនជាដោះលឿនស្អីលឿនឲ្យគេទៅនំច្រើនជឿចុះគេចង់គ្មានពីណាសំលុយមកសម្រាប់ចិត្តទៅវិនិយោគអង្គុយឈឺក្បាលអង្គុយភ័យទេគេសុកចិត្តយកលុយទុកដាក់ធនាគារបានប្រាក់ខែមួយខែការប្រាក់ 5% មិនស្រួលជាងចាំបាច់មកឈឺក្បាលហើយជាពិសេសកន្លែងដែលមានហានិភ័យខ្ពស់បរិស្ថានការងារមិនច្បាស់លាស់បន្តិចឃើញតែបាតកម្មដូចរោងចក្រកន្លែងនេះបិទកន្លែងនោះខ្ទាស់កន្លែងនេះគេអត់បោទេគេសុកចិត្តទៅប្រទេសផ្សេងនៅក្បែរយើងទោះបីជាថ្លៃជាងបន្តិចពេលខ្លះក៏គេទៅឬមួយក៏គេទៅប្រទេសដែលមានកម្លាំងពលកម្មទាបជាងយើងអញ្ចឹងការដែលយើងអាចតាក់ទាញវិនិយោគមកបន្ថែមរោងចក្រនីមួយពង្រីកខ្សែចង្វាក់នេះគឺបង្ហាញអំពីការចូលរួមរបស់បងប្អូនកម្មករកម្មការនីនិងសហជីពរបស់យើងខ្ញុំសូមអរគុណណាស់គ្មានពីណាជួយយើងក្រៅពីយើងជួយខ្លួនឯងទេរដ្ឋាភិបាលបង្កើតតែបរិស្ថានបង្កើតតែគោលនយោបាយតែបើធ្វើការបន្ស្រួលមិនទេហើយខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូនរបស់យើងខិតខំប្រឹងប្រែងមិនអត់បញ្ហាទេតែមានអីយើងដោះកន្លែងខ្លះដោះយឺតដោះលឿនយើងខិតខំនៅក្នុងការដោះបន្តទៀតបាទក្រសួងការងារមន្ត្រីការងារអាជ្ញាធរមូលដ្ឋានក៏ដូចជាផ្នែកភាគីសហជុនយោជកក៏ខ្ញុំសូមអរគុណបាទខាងរដ្ឋបាលរោងចក្រខាងសហជីពខាងតំណាងកម្មកររបស់យើងធ្វើការងារបន្តទៀតរួមគ្នាបាទបើផ្ទះយើងនៅតិចតិជុំភ្ញៀវគេមកលេងមិនគ្រាន់តែជិះឡានមកដល់មុខផ្ទះឃើញប្តីប្រពន្ធស្រែកជេរគ្នាពេញក្នុងផ្ទះឲ្យលេងចូលទៅខ្លាចដោយតែភ្ញៀវទៀតនេះគឺជាកិច្ចការខ្ញុំប្រៀបធៀបជាគ្រួសារជាផ្ទះវាមិនខុសពីប្រទេសមួយនៅក្នុងវិស័យការងារទេ